of all Sato ដល់ក្លឹបបាល់ទាត់ប្រខណ្ឌរាជស្វាយរៀងបានឡើងទៅវគ្គបន្តហើយបន្ទាប់ពីឈ្នះពីប្រកួតជាប់គ្នាក្រុមបាល់ទាត់ប្រខណ្ឌរាជស្វាយរៀងបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ីខាងកើតហើយបន្ទាប់ពីបានឈ្នះពីប្រកួតជាប់គ្នានៅវគ្គទន្សំបន្ទុកក្នុងពូល D ពានរង្វាន់ AFC Challenge League រដូវកាល 2025-2026 ការប្រកួតទី1ប្រខណ្ឌរាជស្វាយរៀងបានឈ្នះក្រុម SP Falcon ដោយលទ្ធផល 3-0 កាលពីថ្ងៃអាទិត្យទី26 ខែតុលាឆ្នាំ2025និងការប្រកួតលើកទី2នៅថ្ងៃទី29ខែតុលានេះបានយកឈ្នះក្រុមរបស់ឡាវ Era FC ដោយលទ្ធផល 3-0 ទៀតដូច្នេះប្រខណ្ឌរាជស្វាយរៀងរកបាន6ពិន្ទុពេញសុទ្ធចូលដៃគូរហូតទៅដល់6គ្រាប់និងគ្មានដៃគូណាសុទ្ធបញ្ចូលទីឡើយដោយឈរនៅកំពូលតារាងទៅកាន់វគ្គបន្តនៅពូលជាមួយគ្នានេះក្រុមរបស់ហ្វីលីពីន Mandela Ninja ក៏បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរបន្ទាប់ពីបានយកឈ្នះ Era FC ដោយលទ្ធផល 3-1 និងក្រុម SP Falcon ដោយលទ្ធផល 2-0 ដោយមានពិន្ទុ6ឈរលេខ2ក្នុងកំពូលតារាងអ្វីដែលត្រូវតាមដានបន្តថាតើក្រុមប្រខណ្ឌរាជស្វាយរៀងនិង Mandela Ninja ជាក្រុមណាមួយឈរនៅលើកំពូលតារាងដោយត្រូវប្រកួតគ្នានៅថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025ចំពោះក្រុម Era FC និង SP Falcon អស់ឱកាសឡើងទៅវគ្គបន្តហើយដោយក្រុមទាំងពីរត្រូវប្រកួតចុងក្រោយដើម្បីរកពិន្ទុត្រឡប់ទៅស្រុកវិញការប្រកួតចុងក្រោយ Era FC និង SP Falcon នៅវេលាម៉ោង4 រសៀលថ្ងៃទី1ខែវិច្ឆិកាប្រខណ្ឌរាជស្វាយរៀងនិង Mandela Ninja ម៉ោង7នៅថ្ងៃទី1ខែវិច្ឆិកាដូចគ្នា